ជំរាបសួរសួស្តីអ្នកនរគ្នាចូលជាមួយខ្ញុំបាទសិងលីជាមួយនឹងវីដេអូថ្មីម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំមកនាំអ្នកនរគ្នាពីរបៀបការចូលឈ្មោះជាមួយនឹង CE Express ដែលជាក្រុមហ៊ុនមួយដឹកជញ្ជូនអីវ៉ាន់ពីប្រទេសចិនមកពីប្រទេសកម្ពុជាអញ្ចឹងណាហើយការចូលឈ្មោះហ្នឹងងាយស្រួលទេមុននឹងចូលដល់ការចុចឈ្មោះហ្នឹងសូមអ្នកនរគ្នាជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីពីខ្ញុំបន្ថែមជាច្រើនទៀតអរគុណអ្នកនរគ្នាឥឡូវយើងចូលទៅដល់ការចូលឈ្មោះយើងទាំងអស់គ្នាតែហ្មងទៅយើងចុចចូល CA Express មកបងប្អូនណាមិនទាន់មានកម្មវិធីទេបងប្អូនចូលទៅ Search Play Store សិនណាហើយចុចកន្លែង Search នេះហើយចុចវាយអក្សរពាក្យថា CA Express នេះដែលខ្ញុំដាក់នៅខាងលើ description នេះបងប្អូនបានឃើញហើយនេះគឺជាកម្មវិធីរបស់វានេះបងប្អូនហើយយើងចុចថយសិនមកដោយសារតែខ្ញុំបានតម្លើងរួចហើយឥឡូវខ្ញុំចុចចូលក្នុងកម្មវិធីនេះមកចាំបន្តិចសិនអ្នកនរគ្នាឥឡូវវាកំពុងដំណើរការនេះហើយកន្លែងនេះយើងបាច់ចុចអីច្រើនទេយើងចុចពាក្យថាអនុញ្ញាតមកបន្ទាប់មកយើងចុចសញ្ញាព្រួយនៅខាងចុងនេះកន្លែងកែងដៃមនុស្សនេះឃើញសញ្ញាព្រួយនឹងមកចុចសញ្ញាព្រួយនឹងមកហើយចុចទៅមុខម្ដងទៀតចុចមួយទៀតមកនេះចូលមកដល់កន្លែងនេះអ្នកគ្នាប្រកាសជាឆ្ងល់ថាមិនក៏ឃើញកន្លែងចូលឈ្មោះអញ្ចឹងដល់ឃើញអក្សរអង់គ្លេសអក្សរអីច្រើនអញ្ចឹងណាឥឡូវដល់កន្លែងចូលឈ្មោះនេះអ្នកគ្នាចុចកន្លែងរូបមនុស្សអក្សរ ME នៅខាងកែងអេក្រង់ទូរស័ព្ទនៅខាងក្រោមអ្នកគ្នានេះចុចកន្លែងហ្នឹងមកនេះដល់ពេលកន្លែងហើយអ្នកគ្នាចុចដាក់ពាក្យថាចុចអក្សរ Sign Up នៅខាងក្រោមនេះមកអ្នកគ្នាឃើញហើយចុចពាក្យថា Sign Up នេះមកខ្ញុំចាប់បន្តិចសិនអ្នកគ្នាក្រុមហ៊ុននេះគេឲ្យយើង Verify ជាមួយនឹងលេខទូរស័ព្ទរបស់យើងហើយនឹង password អញ្ចឹងហើយអ្នកគ្នាមានលេខទូរស័ព្ទដាក់លេខទូរស័ព្ទអ្នកគ្នាមកឥឡូវខ្ញុំសូមដាក់លេខទូរស័ព្ទខ្ញុំសិនខ្ញុំសូមបិទសិនអ្នកគ្នាមិនអាចបើកបានទេលេខទូរស័ព្ទនេះចឹងដល់ពេលយើងដាក់លេខទូរស័ព្ទហើយយើងចុចពាក្យថា Save Very Code នេះអ្នកគ្នានេះអក្សរ QQ មកកន្លោធំនឹងមកយើងចុចអក្សរនឹងមកបន្តមកយើងចាំបន្តិចសិនអ្នកគ្នាចាំគេផ្ញើសារជាលេខកូដប្រហែលជាខ្ទង់មកទុកសម្រាប់ឲ្យយើងវាចូលឥឡូវយើងចាំបន្តិចសិនខ្ញុំសូមកាត់វីដេអូពេលគេផ្ញើកូដមកអញ្ចឹងអ្នកគ្នាសូមកាត់វីដេអូតិចឥឡូវយើងមកដល់វីដេអូយើងវិញហើយឥឡូវខ្ញុំកាត់វីដេអូនេះឥឡូវខ្ញុំបានលេខកូដនេះហើយឥឡូវខ្ញុំសូមផាសលេខកូដនេះវិញមកផាសកន្លែងនេះមកកន្លែងនេះ password យើងចង់ដាក់ password អ្វីក៏បានដែរស្រេចអ្នកគ្នាទុកស្រួលការចងចាំអ្នកគ្នាអញ្ចឹងកុំឲ្យងាយភ្លេចងាយអីអញ្ចឹងឥឡូវខ្ញុំសូមដាក់ password របស់ខ្ញុំសិនណាដាក់ចេះមកបាទតទៅពីដាក់ password ទេអ្នកគ្នាឲ្យដល់កន្លែង channel នេះយើងដាក់ពាក្យថាយើងរើសបើសិនជាយើងមាន channel ឬក៏ Telegram ឬក៏ channel Facebook អីចឹងយើងដាក់ channel Facebook channel Telegram មកឥឡូវខ្ញុំសូមដាក់ថា Telegram នេះមកហើយយើងចុចពាក្យថា Sign Up នេះមកអ្នកគ្នាចាំបន្តិចសិនអ្នកគ្នាឥឡូវការចុះឈ្មោះយើងបានរួចរាល់ហើយឥឡូវកន្លែងនេះគេឲ្យយើង add Action មានន័យថាទីតាំងឬក៏កន្លែងរស់នៅយើងចឹងយើងមិនបាច់ចាំ add ក៏បានទេជាការទី1ទេចូលមកកន្លែងនេះមកនេះជានេះ CA Express ដែលយើងបានបង្កើតមិញណាគ្នាមើលទៅនេះជាទម្រង់បែបនេះហើយជាទម្រង់ដែលបានបង្កើតបែបធម្មតាទេណាគ្នាហើយនៅមានភាគ2ទៀតចាំមើលភាគ2យើងខ្ញុំនឹងលម្អិតពីរបៀបរៀបចំ CA Express នឹងហើយប្រាប់អ្នកគ្នាពីរបៀបទិញទំនិញពីប្រទេសចិនមកពីប្រទេសកម្ពុជាអញ្ចឹងណាហើយនឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយអ្នកគ្នាជម្រាបលាបាយ